អាវុធរបស់ព្រះវិស្ណុប្រពន្ធត្រឡប់មកវិញពលឺហ្នឹងមកដំទៅធ្វើជាកងចាក់12កម្មហ្នឹងមានន័យថាតំណាងឲ្យក្នុងមួយចាក់រាសីក្រោកម្ដងហើយអាទិទេពទៅទុបវាក៏ក្រោកបាតសមុទ្រហើយនឹងភ្នំនឹងមិនប៉ាផ្លេចបាត់ណាកូនណាតាលុកូនប៉ាចង់និយាយពីរឿងអាវុធរបស់ព្រះវិស្ណុដែលលោកកាន់កងចាក់ហ្នឹងវាតាក់ទងជាមួយនឹងព្រះអាទិត្យលោកមានភរិយាគេហៅព្រះជាយាណាព្រះអាទិត្យមានប្រពន្ធទេប៉ានិយាយអត់មិនកូនពួកនាងឧស្សាហ៍ក្នុងឯកសារខ្មែរយើងដល់នៅក្នុងឥណ្ឌាគេហៅចន្ទយាប្រពន្ធព្រះអាទិត្យហ្នឹងគឺជាកូនរបស់វិស្ណុគេហៅវិស្ណុការមាណាវិស្ណុការមាហ្នឹងគឺគេហៅថាខ្មែរយើងចំណាំហៅព្រះវិស្ណុការព្រះវិស្ណុការណាកូនព្រះវិស្ណុការហ្នឹងជាវិស្វកររបស់ពពួកអាទិទេពអញ្ចឹងពេលដែលលោកមេរីតរួចហើយមេរីតជាមួយនឹងកូនស្រីរបស់ព្រះវិស្ណុការហ្នឹងគេមេរីតឲ្យព្រោះនៅជាមួយព្រះអាទិត្យហ្នឹងបានព្រោះក្តៅពេកព្រះអាទិត្យហ្នឹងនាងឧស្សាហ៍ហ្នឹងបានបែងកាឡាទៅជាសមោលឲ្យនៅជាមួយព្រះអាទិត្យហើយនាងរត់ទៅធ្វើតបៈយោគេព្រះអាទិត្យនៅជាមួយសមោលហ្នឹងទៅដល់ពេលទៅដឹងរឿងឃើញនាងចន្ទយាហ្នឹងឬក៏នាងឧស្សាហ៍ហ្នឹងទៅធ្វើតបៈយោគេនៅឋានមនុស្សដល់អញ្ចឹងទៅហៅប្រពន្ធណាទៅហៅប្រពន្ធត្រឡប់មកវិញក៏នាំរឿងហ្នឹងទៅប្រាប់ father in law គេហៅឪក្មេកក្មេកកូនដល់ពេលឯងខ្លាចជាឪក្មេកគេនៅគេកុំអាកូននេះសួរមិនសំណំហើយប្រាប់ទៅឪពុកអញ្ចឹងទៅឪពុកថាអញ្ចឹងមិនស្រួលទេអញ្ចឹងបានអាទិទេពដែលវាវិស្វករនឹងមិនប៉ាផ្លេចបាត់ណាកូនណាតាលុឪពុកក្មេករបស់ព្រះអាទិត្យហ្នឹងចាប់បូតពលឺបូតជើងបូតពលឺព្រះអាទិត្យហ្នឹងបូតទៅដើម្បីបន្ថយកម្ដៅកុំឲ្យក្តៅពេកណាបូតបានទៅក៏យកទៅដាក់ទុកក្នុងឃ្លាំងហើយគិតចុះគិតឡើងទៅធ្វើម៉េចពលឺហ្នឹងវាក្តៅពេកថាមកពលទឹកខ្លាំងពេកអញ្ចឹងលោកយកពលឺហ្នឹងមកដំទៅធ្វើជាកងចាក់យល់ទៅអញ្ចឹងបើធ្វើជាកងចាក់ហើយដាក់ឈ្មោះឲ្យកងចាក់ហ្នឹងថាកងចាក់សូដាសាណាហើយកងចាក់ហ្នឹងមានកម្ម2ដល់10កម្ម2ដល់10កម្មហ្នឹងមិនមែនចេះតែធ្វើទេអញ្ចឹងដូនតារបស់យើងលោកធ្វើហ្នឹងឲ្យវាត្រូវទៅតាមក្បួនខ្នាតបាត្រារបស់ដូនតាយើងកងចាក់ហ្នឹងមានរាងមូលហើយមានកម្ម12កម្ម12កម្មហ្នឹងមានន័យថាតំណាងឲ្យក្នុងមួយចាក់រាសីមួយចាក់រាសីហ្នឹងមានន័យថាម៉េចក្នុងមួយឆ្នាំមាន12ខែឃើញអត់ទេចាក់ហ្នឹងពេលដែលផលិតបានហើយកូនក្នុងមួយឆ្នាំមួយចាក់រាសីហ្នឹងក៏ក្រើកម្ដងហើយក៏ក្រើកហ្នឹងអាទិទេពប្រមាទុំណាព្រោះខ្លាំងណាស់អាវុធហ្នឹងពីហើយមិនដឹងថាយកទៅឲ្យអាទិទេពអង្គណាខ្លាំងពេកបាទប្រមាទុំខ្លាំងណាស់បានលោកបានយកទៅផ្ញើអាទិទេពអង្គអាទិទេពអង្គហ្នឹងគឺជាអាទិទេពដែលថែរក្សាមហាសមុទ្រទាំង7និងមហាភ្នំទាំង7ហើយលោកនៅចំអាកណ្ដាលភ្នំហើយនឹងសមុទ្រហ្នឹងណាគេទៅប៉ាអាទិទេពអង្គហ្នឹងឈ្មោះសីតន្ត្រសត្តបរិពតកូនយកទៅផ្ញើនៅបាតសមុទ្រមួយឆ្នាំក្នុងមួយចាក់រាសីហ្នឹងក៏ក្រោកម្ដងហើយអាទិទេពទៅទុបវាក៏ក្រោកបាតសមុទ្រហើយនឹងភ្នំអញ្ចឹងពិបាកទុបខ្លាំងពេកដូច្នេះហើយអាទិទេពគេប្រជុំគ្នាថាបើវាកម្រើកខ្លាំងម្លឹងអញ្ចឹងក្នុងមួយឆ្នាំហ្នឹងងាប់មួយឆាជាតិអស់ច្រើនណាស់អញ្ចឹងគេពិភាក្សាគ្នាថាកងចាក់ហ្នឹងយកទៅឲ្យអាទិទេពអង្គណាដើម្បីថែរក្សាហើយធ្វើជាអាវុធចេះដើម្បីការពារលោកអញ្ចឹងគេពិភាក្សាគ្នាទៅគេឃើញថាមានតែព្រះហ័នរបស់លោកនៅឋានកៃឡាសណោះគេហៅអាទិទេពទាំង8ទិសកូនមកសែងកងចាក់ហ្នឹងខិតអញ្ជើញអាទិទេពស្រីហ្នឹង5អង្គទៀតទី1គឺមិញដល់តំណាក់មិញ